បាយសម្រាប់បំណងរបស់ខ្ញុំឯងគឺខ្ញុំជីឡានក្រុងអត្តបូតធ្វើនៅក្នុងទីក្រុងភ្នំពេញជីតាមពីឃើញដំបងតែមានពេលឡើយមានពេលជីហ្មងទៅហើយថ្ងៃនេះក៏ដាក់ទិញអីវ៉ាន់ឲ្យខ្លួនឯងដែរក៏គេមក4កន្លះចឹងមុនមក4កន្លះណាទិញវ៉ាន់សិនហើយខ្ញុំធ្វើការទូទាត់តាមកាណាឌីយ៉ាបែងអេបកាណាឌីយ៉ាបែងអេបងាយស្រួលប្រើហើយឥឡូវគេយក feature 4សំខាន់ដាក់នៅមុខហ្នឹងហ្មងទូទាត់ប្រាក់យើងចុចកន្លែង scan មុខហ្នឹងទៅយើងអាចទូទាត់ប្រាក់បានឥឡូវខ្ញុំធ្វើការទូទាត់ហើយយើងដើរមើលអីវ៉ាន់ផ្សេងទៀតពេលដែលបងអូនទូទាត់ច្រើននៅក្នុងកាណាឌីយ៉ាបែងអេបហ្នឹងមានអីពិសេសចាំតិចទៀតខ្ញុំប្រាប់ឥឡូវខ្ញុំហៅអីញ៉ាំសិនព្រោះថានៅច្រើនម៉ោងទៀតខ្ញុំដាក់ទិញអីនៅនឹងហើយខ្ញុំទៅផ្សារទៅនៅមួយទៀតហើយខ្ញុំមកទិញកាបូបម្ដងខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងចេញលុយធូរឥឡូវយើងដើរមើលតទៀតមានចាប់អារម្មណ៍ពីមួយកន្លែងទៅមួយកន្លែងខ្ញុំតែងតែទូទាត់តាមកាណាឌីយ៉ាបែងអេបព្រោះថាកាណាឌីយ៉ាបែងអេបងាយស្រួលប្រើហើយពេលដែលខ្ញុំទូទាត់ scan តាមកាណាឌីយ៉ា KXQR ខ្ញុំនឹងទទួលបាន point ទាំងអស់នោះខ្ញុំយកទៅបង្វិលយកបន្ទុកនៅក្នុងនឹងបានពេលដែលគ្រប់10 point យើងអាចបង្វិលលេងបានម្ដង point ដែលយើងទទួលបានគឺអាចយកទៅបញ្ចូលលុយទូរស័ព្ទនិងរង្វាន់ផ្សេងៗទៀតពីដៃគូសហការរបស់ធនាគារកាណាឌីយ៉ាបងអូនធ្វើការ download កាណាឌីយ៉ាបែងអេបថ្មីតាម App Store ឬក៏ Google Play Store Huawei App Gallery ចឹង complete download ទាំងអស់គ្នាប្រើកាណាឌីយ៉ាយើង scan ទូទាត់ទៅគឺយើងទទួលបានបន្ទុកហើយយើងយកបន្ទុកហ្នឹងទៅបដូរយកអីផ្សេងបានចឹងចំណេញហើយនៅក្នុងកាណាឌីយ៉ាបែងអេបគឺមានមុខងារច្រើនទៀតដូចជាទូទាត់ទឹកភ្លើងបងជាមួយនឹងអ៊ីនធឺណិតជាដើមហើយយើងបានឡើងជីហើយរហូតដល់យើងជីដែរប៉ុន្តែយើងអត់មានអារម្មណ៍បែបអញ្ចឹងទេបងអូនអត់បានជី complete សាក់ជីសបាយណាដើម្បីទទួលបានបទពិសោធន៍ថ្មីចឹងថ្ងៃនេះមានតែប៉ុណ្្នឹងឯងបាយបាយ